បងសុភីមកពីខេត្តព្រៃវែងគាត់សួរថាតើអ្នកដែលជឿលើព្រះយេស៊ូវមានចិត្តខឹងឬអត់ហើយបើខឹងដាច់ចេញពីព្រះឬអត់បាទអរគុណសម្រាប់សំណួរតើអ្នកជឿខឹងអត់បាទអ្នកជឿមានការខឹងប៉ុន្តែសេចក្តីខឹងនោះមានពីរសេចក្តីខឹងជាសេចក្តីទុច្ចរិតហើយសេចក្តីខឹងជាសេចក្តីសុចរិតសេចក្តីខឹងសុចរិតនោះមានន័យថាខឹងថានៅពេលដែលទូមានព្រានប្រដៅហើយគេអត់ស្ដាប់បាទឬក៏បង្ហាត់បង្រៀនហើយគេមិនប្រែចិត្តហើយគេមិនវិលបែរអត់ខុសពីឪពុកម្ដាយទូមានព្រានប្រដៅកូនក្នុងគ្រួសារទេបាទដល់ពេលដែលទូមានព្រានប្រដៅកូនហើយកូនអត់តាមហើយកូននៅតែប្រព្រឹត្តការអាក្រក់ហើយអាក្រក់ទៀតអាក្រក់ហើយអាក្រក់ទៀតអញ្ចឹងឪពុកម្ដាយអាចមានការវាយបាទដូចជារំពាត់ដើម្បីអីដើម្បីតម្រង់កូនមិនឲ្យលេងកបិតមិនឲ្យប្រើបថៅមិនឲ្យវាយគ្នាមិនឲ្យជេរគ្នាមិនឲ្យរោរឿងទាស់តែងគ្នារោរឿងទាស់គ្នាអញ្ចឹងសេចក្តីកំហឹងមួយមានន័យថាខឹងដែរប៉ុន្តែសេចក្តីខឹងនោះជាសេចក្តីខឹងដ៏សុចរិតខឹងមែនខឹងត្រង់ថាខឹងសេចក្តីកំហឹងនោះគឺដើម្បីឲ្យកូននឹងវិលបែរមកសេចក្តីសុចរិតដែលខឹងដោយព្រោះកូនបាទមិនស្ដាប់បង្គាប់ឪពុកម្ដាយបាទមិនស្ដាប់ដំបូន្មានដ៏ល្អប៉ុន្តែកំហឹងនោះមិនមែនប្រព្រឹត្តជាអំពើបាបទេសេចក្តីកំហឹងដែលចង់ឲ្យកូនមកល្អជឿដល់ព្រះហើយរស់នៅក្នុងព្រះហើយរស់នៅក្នុងសេចក្តីស្រឡាញ់របស់ព្រះចេះស្រឡាញ់គ្នាចេះស្រឡាញ់បងប្អូនចេះស្រឡាញ់ឪពុកម្ដាយចេះស្ដាប់ទូមានព្រានប្រដៅឪពុកម្ដាយហើយចេះស្ដាប់បង្គាប់ព្រះដែលបង្កើតយើងទាំងអស់គ្នាទោះបើឪពុកម្ដាយក៏ដោយកើតឡើងដោយសារព្រះទោះបើកូនក៏ដោយកើតឡើងដោយសារព្រះហើយក្នុងនាមជាឪពុកម្ដាយតែងទូមានព្រានប្រដៅកូនអញ្ចឹងបើកូនខុសឪពុកមានចិត្តកំហឹងការខឹងមែនប៉ុន្តែកំហឹងនោះគឺជាកំហឹងនៃសេចក្តីសុចរិតដែលទាញនាំកូនបាទយករំពាត់វាយកូនមែនបាទកុំឲ្យវាលេងអ្វីដែលគ្រោះថ្នាក់លេងអ្វីដែលអាក្រក់ប៉ុន្តែរំពាត់នោះមិនមែនឲ្យស្លាប់ដល់កាយទេគ្រាន់តែជាការកម្លាចិត្តមានន័យថាវាយឲ្យឈឺប៉ុន្តែដើម្បីទម្លាក់អាការចំពោះអញ្ចឹងណាបាទបងប្អូនជាឪពុកម្ដាយបើបងប្អូនមិនវាយទេខណៈពេលដែលកូនខុសអត់វាយហើយអត់ព្រានប្រដៅឬក៏អត់ស្ដីបន្ទោសក្នុងនាមឪពុកម្ដាយស្ដីបន្ទោសហើយការឆឹងការស្ដីបន្ទោសហ្នឹងការទូមានហ្នឹងក្នុងសេចក្តីសុចរិតគឺយើងចង់ឲ្យកូនយើងល្អក្នុងគោលបំណងឲ្យល្អតែខឹងមួយទៀតបើយើងខឹងគឺថាចេះតែខឹងគេខឹងកូនទាំងដែលកូនអត់ខុសចេះតែខឹងកំហឹងយើងបែបទុច្ចរិតមានន័យថាយើងអត់កោតខ្លាចយើងជឿព្រះមែនតែយើងចេះតែខឹងទាំងកូនអត់ខុសផងយើងតែខឹងកូនហើយយើងអត់កោតខ្លាចព្រះផងយើងអត់មានចិត្តកោតខ្លាចយើងអត់យល់ពីច្បាប់បញ្ញត្តិរបស់ព្រះហើយយើងចេះតែខឹងហើយគេត្រូវក៏យើងខឹងចាំយើងខឹងអត់ហេតុបាទអត់ហេតុអត់ផលបាទខឹងអត់ហេតុអត់ផលអញ្ចឹងសេចក្តីកំហឹងមានពីរកំហឹងមួយកំហឹងសុចរិតដែលនាំឲ្យកូនទូមានព្រានប្រដៅកូនដែលអាក្រក់វិលមករកសេចក្តីល្អកំហឹងមួយទៀតគឺជាសេចក្តីកំហឹងដ៏ទុច្ចរិតគឺអាក្រក់ដែលបងប្អូនអាក្រក់កូនចៅអាក្រក់បាទអកមួយជាសេចក្តីកំហឹងទុច្ចរិតដែលកូនចៅល្អហើយយើងចេះតែខឹងគេខឹងឯងខឹងអ្នកដទៃខឹងអ្នកផ្សេងនោះហើយជាសេចក្តីកំហឹងដ៏ទុច្ចរិតបាទអរគុណសម្រាប់សំណួរនឹងបាទ